ខ្ញុំហូបប្រហុកគាត់ហូបខ្ញុំហូបតែកំងហូបតែមន់ហ្នឹងវាធ្វើម៉េចវាយើងនៅតែស្រឡាញ់ផ្លូវហ្នឹងហើយចាប់ទុកហងហើយឡើយយើងបើកពី2ក្លឹបបដាល់ហងក្លឹបប្រមាណពីហងលើបាទមិនថាយើងជួយជុំជ្រៃណាគាត់ថ្ងៃមុខយើងខំថាគាត់តបស្នងមកយើងវិញទេតែយើងសប្បាយចិត្តនិងពេញចិត្តនៅអ្វីដែលយើងធ្វើបច្ចុប្បន្នឡើយបាទនេះគឺជាអតីតកីឡាករជើងចាស់មួយរូបបាទនៅក្នុងវិស័យគុនខ្មែរក៏ដូចជាបដាសកលផងដែរបាទលោកគ្រូផលសុផាតដែលជាបងបង្កើតរបស់ដំរីភ្លុកពិឃាតផលសុផុនបាទនៅពេលបច្ចុប្បន្ននេះកំពុងតែពួតដៃជាមួយនឹងប្អូនប្រុសរបស់លោកគ្រូបើកដំណើរការក្លឹបគុនខ្មែរមួយគឺក្លឹបផលសុផុនគុនខ្មែរបាទជាគោលការណ៍សម្រាប់លោកគ្រូផលសុផាតនៅក្នុងការទទួលសិស្សបាទជាពិសេសគឺសិស្សថ្នាលក្មេងតូចៗដែលបងប្អូននៅឃើញប៉ិនក្មួយប្រុសម្នាក់នេះហ្នឹងគឺគាត់តម្រូវឲ្យមកហាត់បដាល់ផងត្រូវតែបន្តការសិក្សាផងអញ្ចឹងបើសិនជាកុមារតូចៗទាំងនេះគាត់មកហាត់គុនខ្មែរឲ្យបោះបង់ការសិក្សាគឺគាត់មិនទទួលយកនោះទេបាទលោកគ្រូផលសុផាតនិងប្អូនប្រុសបើកក្លឹបគុនខ្មែរនេះឡើងសម្រាប់ធនធានកីឡាករថ្នាលក្មេងៗទាំងនេះគឺគោលដៅមិនត្រឹមតែជាការបណ្ដុះបណ្ដាលនៅក្នុងវិស័យគុនខ្មែរទេក៏ប៉ុន្តែគឺជាការធ្វើកិច្ចការមនុស្សធម៌បាទទៅលើកុមារទាំងនេះសម្រាប់ឲ្យពួកគេមានអនាគតល្អទៅថ្ងៃអនាគតផងដែរបើសិនជាទៅថ្នាលតូចបើសិនជាឈប់រៀនម៉ែឈប់រៀនដើម្បីឲ្យហាត់មួយមុខខ្ញុំឲ្យហាត់ទេអូស្ដាយចំណេះវិជ្ជាស្ដាយរបៀបថាអនាគតរបស់ក្មេងបាទបងបាទថ្ងៃរៀនព្រឹកបុកទៅមួយវគ្គមកវិញថ្ងៃទៅមួយវគ្គទៀតរវល់លើសាសដែរលើសាសអញ្ចឹងសបោថ្នាក្មេងៗដែរនៅក្លឹបបងចឹង6នាក់7នាក់តូចហ្នឹងបាទជួនណាប៉ាបងនេះវាយខ្ញុំអញ្ចឹងអានោះប៉ាដឹងវិញលោកគ្រូកូនលោកគ្រូវាយខ្ញុំអញ្ចឹងវិលមុខថ្ងៃវិលមុខរឿងតែឆ្លោះគ្នាបកែកគ្នាតែទិញឯហូបហ្នឹងក៏ហូបអស់គ្នាតែទិញតែមួយអត់មួយក៏អត់ដែរព្រោះកូនគេកូនយើងមកនៅមួយយើងដូចតែកូននាងតែមួយឯងគាត់តែខុសតែរឿងថាការដេកមួយគ្នាវាឆ្ងាយគ្នាតែប្រហែល10 20ម៉ែត្រទេបើថានៅហូបចុកខ្ញុំហូបប្រហុកគាត់ហូបខ្ញុំហូបតែកំងហូបតែមន់ហ្នឹងវាធ្វើម៉េចវាយើងនៅតែស្រឡាញ់ផ្លូវហ្នឹងហើយបាទលោកនេះអញ្ចឹងមានន័យថាក្រៅពីប្រវត្តិហាត់ក្បាច់គុនគាត់ហើយយើងរឿងការសិក្សាហ្នឹងគឺជួយគ្រប់គ្រងគាត់ជូនលេចកើតរវល់មែនទេបាទហើយនឹងអូនមួយដែលថ្ងៃមុនកាព្រាមកពីបងពេលយប់នោះឥឡូវហ្នឹងបានចូលរៀនហើយសុំយុសាលាបានចូលរៀនហើយឥឡូវបានចូលរៀនទី1ដប់ទៅរៀនព្រឹកហ្នឹងទៅថ្ងៃយកមកវិញបានរៀនទាំងអត់ថ្ងៃឡើងហាត់ទៀតអត់ឲ្យចោលសារយើងមិនបានធ្វើអីល្អក្នុងសង្គមច្រើនក៏យើងពួតដៃជាមួយបងធ្វើជាដូចថាសពរបស់ធម៌បាទចាប់ទុកហងហើយឡើយយើងបើកពី2ក្លឹបបដាល់ហងក្លឹបប្រមាណពីហងលើបាទតម្រង់អនាគតទៅបងហេតុអីបានជាបងយកគោលការណ៍ដែលថាកីឡាករដែលមកហាត់ក្លឹបហ្នឹងគឺត្រូវតែឲ្យគាត់សិក្សាដោយសារទី1បានខ្ញុំថាអញ្ចឹងដោយសារគាត់នៅក្មេងគាត់នៅក្មេងគាត់ត្រូវការអនាគតគាត់តទៅមុខទៀតបើមិនជាគាត់ធំមកហ្មងអាហ្នឹងយើងអត់អាចនិយាយថាស្អីវាហួសវ័យការសិក្សាតែបើគាត់6 7ឆ្នាំឬ10ឆ្នាំទៀងតិចតួចទេបើអត់ការរៀនសូត្រខ្ញុំអត់យកដោយសារខ្ញុំតែគាត់បាទយើងជាគ្រូយើងរៀនអត់បានខ្ពង់ខ្ពស់ហើយបានយើងវេទនាយើងតែខ្វះចំណេះសម័យនេះគឺដល់ចេះដឹងបានការងាររលូនបានជោគជ័យដល់ពេលគាត់មកអញ្ចឹងយើងស្ដាយចំណេះវិជ្ជារបស់គាត់តែអនាគតរបស់គាត់អញ្ចឹងមានតែបង្ខំឲ្យគាត់ខំបង្រៀនបន្ថែមដើម្បីអនាគតមុខមិនថាយើងជួយជុំជ្រៃអនាគតថ្ងៃមុខយើងខំថាគាត់តបស្នងមកយើងវិញទេតែយើងសប្បាយចិត្តនិងពេញចិត្តនៅអ្វីដែលយើងធ្វើបច្ចុប្បន្នឡើយថ្ងៃមុខគឺរបស់គាត់បើគាត់បានជោគជ័យទៅគាត់នឹកឃើញថាបានគុណគ្រូចឹងទៅអាហ្នឹងយើងក៏សប្បាយចិត្តតែមិនចង់មកពីគាត់ទេគាត់ថាចង់ឃើញឲ្យគាត់ទៅមុខទៅគាត់ឈប់ពីហាត់ឬគាត់បន្តអាផ្លូវពីយើងទៅទៅគ្នាគាត់ជោគជ័យថ្ងៃណាមួយបាទបដាយើងរត់បដាយមួយអូនស្រីមួយទៀតថាទី3